តើប្រទេសណាខ្លះមានឥទ្ធិពលនិងអំណាចយោធាខ្លាំងបំផុតនៅអាស៊ីអាគ្នេយ៍ហើយថាតើកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទីប៉ុន្មានយើងបានដឹងហើយថាពេលនេះប្រទេសកម្ពុជាត្រូវបានថៃឈ្លានពាននិងទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិយ៉ាងខ្លាំងតើកម្ពុជាជាប់ចំណាត់ថ្នាក់ទីប៉ុន្មាននៅក្នុងតារាងអំណាចយោធាពិភពលោកសង្គ្រាមឈ្លានពានពីប្រទេសថៃតាមរយៈការប្រើប្រាស់សភាវុធទំនើបយុទ្ធោបករណ៍ធ្ងន់ធ្ងរដូចជាកំភ្លើងផ្លោងអាវុធគីមីជីវសាស្ត្រយន្តហោះចម្បាំង F-16 យន្តហោះ Gripen ទម្លាក់គ្រាប់បែកចង្កោមគ្រាប់ MK82 MK84 ដ្រូនអត្តឃាតនិងដ្រូនទម្លាក់គ្រាប់បែកយ៉ាងសន្ធប់មកលើយោធាកម្ពុជាភូមិឋានជនស៊ីវិលវត្តអារាមសាលារៀននិងទីតាំងប្រាសាទបុរាណរបស់ខ្មែរគឺមើលទៅមានភាពព្រៃផ្សៃខូខើគួរឲ្យខ្លាចរអាប៉ុន្តែសកម្មភាពទាំងនោះមិនបានធ្វើឲ្យយោធារបស់កម្ពុជាចុះចាញ់នោះទេប៉ុន្តែផ្ទុយទៅវិញយោធាកម្ពុជាបានឆ្លើយតបតាមការប្រើប្រាស់អាវុធយុទ្ធសាស្ត្ររបស់ខ្លួនធ្វើឲ្យទាហានថៃងាប់គោជើងគ្នានៅសមរភូមិនិងរក្សាបាននូវអធិបតេយ្យភាពដែនដីរបស់ខ្លួនភាពខ្លាំងរបស់យោធាកម្ពុជានៅពេលនេះបាននឹងកំពុងធ្វើឲ្យពិភពលោកចោលកន្ទុយភ្នែកសម្លឹងមើលមកវីរភាពរបស់កងទ័ពដ៏អង្អាចរបស់កម្ពុជាដោយមិននឹកស្មានដល់ព្រោះកម្លាំងកងទ័ពយុទ្ធោបករណ៍សង្គ្រាមរវាងថៃនិងកម្ពុជាមានគម្លាតដាច់ឆ្ងាយពីគ្នាខ្លាំងពេកប៉ុន្តែយ៉ាងណាសូមមិនបរិយាយលំអិតច្រើនជាងនេះពេកទេអំពីភាពបរាជ័យយ៉ាងអាម៉ាស់នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាព្រោះថាកម្ពុជាត្រូវការសន្តិភាពហើយក៏គ្មានអំនួតលើភាពខ្លាំងរបស់ខ្លួនដែរប៉ុន្តែសូមរំលឹកបន្តិចទៅចុះហើយរហូតមកដល់ថ្ងៃនេះថ្ងៃទី16ខែ11ឆ្នាំ2025ដែលវីរៈកងទ័ពកម្ពុជាចំនួន18នាក់ត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃគឺអស់រយៈពេល110ថ្ងៃហើយនៅពេលនេះលោកដូណាល់ត្រាំបាននិយាយថាអ្នកទោសសង្គ្រាម18រូបរបស់កម្ពុជាត្រូវតែត្រឡប់មកផ្ទះវិញបើមិនចឹងទេលោកប្រធានាធិបតីដូណាល់ត្រាំមិនឲ្យថៃអង្គុយនៅតុចរចាទៀតទេតើប្រទេសណាខ្លះមានឥទ្ធិពលអំណាចយោធាខ្លាំងបំផុតនៅអាស៊ីអាគ្នេយ៍និងថាតើកម្ពុជាជាប់ចំណាត់ថ្នាក់ទីប៉ុន្មានយោងទៅតាមទិន្នន័យចុងក្រោយរបស់ Global Firepower GFB លំដាប់ទី1នៅមិនទៅណាឆ្ងាយពីកណ្ដាប់ដៃបងធំអាស៊ីអាគ្នេយ៍នៅឡើយទេគឺប្រទេសឥណ្ឌូនេស៊ីនៅតែរក្សាតំណែងកម្លាំងយោធាដ៏មានឥទ្ធិពលបំផុតនៅអាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ2025ដោយស្ថិតនៅចំណាត់ថ្នាក់ទី13នៅក្នុងពិភពលោកនេះសូមបញ្ជាក់ឲ្យឃើញថាឥណ្ឌូនេស៊ីស័ក្តិសមជាបងធំអាស៊ាននិងនាំមុខមិត្តរួមតំបន់ដោយចំនួនទាហានច្រើនឃ្លាំងសភាវុធចម្រុះនិងកម្មវិធីទំនើបផ្នែកការពារជាតិដ៏មានឥទ្ធិពលខ្លាំងក្លាបំផុតប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺនៅឆ្នាំ2025នេះចំណាត់ថ្នាក់លេខ2បានធ្លាក់ទៅក្នុងដៃប្រទេសសង្គមនិយមវៀតណាមនិងស្ថិតនៅក្នុងចំណាត់ថ្នាក់ទី23ក្នុងពិភពលោកវៀតណាមបានរះឡើងផ្នែកសេដ្ឋកិច្ចនិងវិស័យការពារជាតិយ៉ាងស្ងៀមស្ងាត់ហើយខ្លាំងក្លាបំផុតហើយភាពខ្លាំងរបស់វៀតណាមនៅត្រង់ថាប្រទេសនេះឈោងចាប់ឧត្តមភាពយោធាក្នុងតំបន់លឿនគួរឲ្យកត់សម្គាល់យើងសឹងតែមិនគួរឲ្យជឿនោះទេប្រសិនបើមានគេនិយាយថាវៀតណាមអាចផលិតយន្តហោះគ្មានមនុស្សបើកនិងប្រព័ន្ធការពារដែនអាកាសដោយខ្លួនឯងបាននោះតែទោះបីជាយ៉ាងណាទាំងនេះគឺជាការពិតព្រោះវៀតណាមបានផលិតដោយជោគជ័យរួចទៅហើយចំណែកចំណាត់ថ្នាក់លេខ3បានទៅលើប្រទេសថៃហើយក៏ជាប្រទេសដែលកំពុងតែឈ្លានពានមកលើកម្ពុជាយើងផងដែរប្រទេសថៃស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ3នៅអាស៊ីអាគ្នេយ៍និងចំណាត់ថ្នាក់លេខ25ទូទាំងពិភពលោកហើយប្រទេសនេះគឺជាប្រទេសមួយដែលមានសត្រូវតាមព្រំដែនទាំង4របស់ខ្លួនហើយបានចំណាយលុយយ៉ាងច្រើនក្រាស់ក្រែលទិញសភាវុធទំនើបនិងសាហាវព្រៃផ្សៃដោយដែលបានធ្វើមកលើកម្ពុជាយើងថ្មីនេះហើយក៏នៅតែបន្តឈ្លានពានមកលើប្រទេសយើងរហូតហើយចំណាត់ថ្នាក់លេខ4គឺបានទៅលើប្រទេសសង្ហបុរីដែលមានដែនដីតូចជាងគេនៅក្នុងតំបន់ប៉ុន្តែទៅលើវិស័យការពារជាតិរបស់ប្រទេសមួយនេះមិនធម្មតានោះឡើយត្បិតថាតូចប៉ុន្តែខ្លឹមប្រទេសសង្ហបុរីស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ4នៅក្នុងអាស៊ាននិងលេខ29នៅលើពិភពលោកនេះគឺជាប្រទេសកោះតូចតែមួយតែមានលុយច្រើនបច្ចេកវិទ្យាទំនើបនិងកងកម្លាំងយោធាមានការបំពាក់បំពាន់ខ្ពស់នេះហើយជាភាពខ្លាំងរបស់ប្រទេសសង្ហបុរីហើយមីយ៉ាន់ម៉ាត្បិតថាប្រទេសកំពុងតែញោមញីទៅដោយវិបត្តិផ្ទៃក្នុងប៉ុន្តែវិស័យការពារជាតិរបស់ប្រទេសនេះគឺមិនធម្មតានោះទេហើយមីយ៉ាន់ម៉ាក៏ជាប្រទេសមួយដែលមានសត្រូវរួមជាមួយនឹងកម្ពុជាផងដែរគឺសត្រូវជាមួយនឹងប្រទេសថៃមីយ៉ាន់ម៉ាក្រសោបបានលេខ5ក្នុងប្លុកអាស៊ាន
និងចំណាត់ថ្នាក់លេខ37នៅលើពិភពលោកដែលមានអំណាចយោធាខ្លាំងក្លាបំផុតហើយក្រៅពីនេះប្រទេសហ្វីលីពីនស្ថិតនៅចំណាត់ថ្នាក់លេខ6និងលេខ41នៅលើពិភពលោកស្របពេលប្រទេសកោះមួយនេះកំពុងប្រឈមមុខនឹងបញ្ហាដ៏ក្តៅគគុកជាមួយនេករាជអាស៊ីចិននៅឯសមុទ្រចិនភាគខាងត្បូងចំណែកលេខ7បានទៅលើប្រទេសម៉ាឡេស៊ីខណៈប្រទេសនេះមានសត្រូវរួមជាមួយកម្ពុជានិងភូមាដែរព្រោះព្រំដែនថៃម៉ាឡេស៊ីតែងតែប៉ះទង្គិចគ្នាដោយកម្លាំងបំបែករដ្ឋនៅភាគខាងត្បូងប្រទេសថៃដែលជាអតីតទឹកដីរបស់មីយ៉ាន់ម៉ាកាលពីមុនយ៉ាងណាម៉ាឡេស៊ីក្រសោបបានចំណាត់ថ្នាក់លេខ42នៅលើពិភពលោកបន្ទាប់ពីហ្វីលីពីនចំណែកឯកម្ពុជាយើងវិញគឺស្ថិតនៅចំណាត់ថ្នាក់លេខ8នៅក្នុងតំបន់អាស៊ាននិងចំណាត់ថ្នាក់ទី95នៅទូទាំងពិភពលោកត្បិតថាឧត្តមភាពសភាវុធនិងយុទ្ធោបករណ៍របស់កម្ពុជានៅមានកម្រិតប៉ុន្តែតែហ៊ានកម្ពុជាមានស្មារតីមោះមុតនិងឆន្ទៈការពារជាតិខ្ពស់ដើម្បីទប់ទល់នឹងមហិច្ឆតាវេទនិយមខ្មាំងសត្រូវឈ្លានពានថៃយោធាកម្ពុជាបានកំពុងសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនទៅកាន់ឆាកអន្តរជាតិជាបណ្ដាហើយក្រោយពីការឈ្លានពានរបស់ប្រទេសថៃគេជឿថាចំណាត់ថ្នាក់របស់កម្ពុជាអាចនឹងកើនឡើងខ្ពស់ជាងនេះបន្ថែមទៀតហើយចុងក្រោយគេគឺប្រទេសឡាវដែលបានកាន់កាប់ចំណាត់ថ្នាក់ទាបបំផុតក្នុងបញ្ជីអំណាចយោធាប្លុកអាស៊ាននិងចំណាត់ថ្នាក់ទី106នៅក្នុងបញ្ជីអំណាចយោធាពិភពលោកនេះឆ្លុះបញ្ចាំងពីថវិកាជាតិតូចនិងទ្រព្យសម្បត្តិយោធាមានកម្រិតគួរបញ្ជាក់ថាចំណាត់ថ្នាក់ទាំងនេះសបញ្ជាក់ពីសមត្ថភាពយោធាចម្រុះនៅក្នុងតំបន់អាស៊ានប៉ុន្តែភាពខ្លាំងពិតប្រាកដក៏រួមបញ្ចូលនឹងអាស្រ័យទៅលើយុទ្ធោបករណ៍យុទ្ធសាស្ត្រទីតាំងភូមិសាស្ត្រនិងឥទ្ធិពលនយោបាយផងដែរនេះដូចអ្វីដែលយើងបានឃើញរួចទៅហើយរវាងការធ្វើសង្គ្រាមរវាងកម្ពុជាជាមួយនឹងថៃគឺថៃប្រើអាវុធទំនើបនិងអាវុធខុសច្បាប់មួយចំនួនធ្វើមកលើកម្ពុជាប៉ុន្តែថៃនៅតែមិនអាចដណ្ដើមយកទឹកដីរបស់កម្ពុជាបាននៅឡើយទេនេះគឺព្រោះតែភាពអង់អាចក្លាហានរបស់កងទ័ពកម្ពុជាមោះមុតស៊ូមិនខ្លាចស្លាប់ការពារទឹកដីហើយអ្នកដែលអាម៉ាស់មុខងើបមុខមិនរួចនោះគឺប្រទេសថៃទៅវិញទេអះអាងថាវាយកម្ពុជាតែប៉ុន្មានម៉ោងទេប៉ុន្តែរហូតមកដល់ពេលនេះថៃមិនទាន់អាចធ្វើអ្វីបានឡើយ